ខ្ញុំកណាក្រៅថ្វាយបង្គំមានចម្ងល់ឆ្ងល់សួរដូចជាមនុស្សបឋមជនបច្ចុប្បន្ននេះគឺមានការថ្នាំងថ្នាក់ជាមួយគ្នាពីរឿងសាសនានេះឯងដូច្នេះព្រះមានប្រមាណព្រះមានប្រមាណព្រះដូច្នេះសាសនាដទៃទៀតថាព្រះខាងគេល្អព្រះខាងយើងមិនល្អដូច្នេះមានការថ្នាំងថ្នាក់ហើយមានការដៀលថ្មីគ្នាក៏មានដូច្នេះខ្ញុំបកណាសូមក្រាបថ្វាយបង្គំដើម្បីនិមន្តបដិគុណដោះស្រាយបញ្ហាហ្នឹងដើម្បីខ្ញុំកណាសនុកយល់ហើយនិយាយប្រាប់អ្នកដទៃបានដោះស្រាយជូនបានណាប៉ុន្តែរឿងសនុកយល់ឬមិនសនុកអាស្រ័យលើអ្នកស្ដាប់ព្រះអាចនិយាយថាមានក៏បានថាមិនមានក៏បានដែលមានគឺមានដោយសន្មតសូម្បីជាព្រះសម្មាសម្ពុទ្ធនឹងក៏ដោយបើនិយាយថាមានគឺមានដោយសន្មតសន្មតមិនមែនន័យថាមិនមានទេគឺបញ្ញត្តិទៅលើបុគ្គលម្នាក់ដែលបានត្រាស់ដឹងនៅសច្ចធម៌បើមែនទេសួរថាមានពិតទេអ្វីដែលមានពិតមានតែធាតុទេដែលកើតឡើងនេះនិយាយជ្រៅបន្តិចបើនិយាយពីព្រះដែលគេគោរពនៅលើពិភពលោកមានជាង30លានព្រះពីព្រោះនៅឥណ្ឌាប្រភពសាសនាខណៈនៅឥណ្ឌានឹងរាប់រយសាសនាញាតិញោមខ្លះគេយកព្រះអាទិត្យជាព្រះរបស់គេសួរថាព្រះអាទិត្យមានអត់មានណាព្រះអាទិត្យមានទេដោយគេយល់ថាបើមិនមានពន្លឺព្រះអាទិត្យទេគេមិនអាចមើលផ្លូវឃើញទេគេរស់ពិបាកណាស់អញ្ចឹងគេយល់ថាព្រះអាទិត្យជាព្រះរបស់គេខ្លះទៀតគេថា rain is god ភ្លៀងគឺជាព្រះពីព្រោះពិភពលោកបើអត់ភ្លៀងរុក្ខជាតិងាប់អស់មនុស្សងាប់អស់នឹងអត់មានស្រូវហូបអីចឹងណានឹងmoon is god ចឹងទៅព្រះច័ន្ទក៏ជាព្រះហើយតារាមួយនោះផ្កាយខ្លះគេយកផ្កាយនេះផ្កាយនោះជាព្រះហើយអ្នកខ្លះទៀតហ្នឹងក៏យកនាមនៃព្រះអាទិទេពមួយមកធ្វើជាព្រះរបស់ខ្លួនឯងអញ្ចឹងប្រសិនបើយើងឆ្លើយថាព្រះរបស់គេនឹងមិនមានគេមិនព្រមទេអញ្ចឹងអាសូមឆ្លើយថាមានចុះក៏ប៉ុន្តែតើចំពោះការមាននឹងយើងដែលជាអ្នកសិក្សាតាមអ្វីដែលយើងយល់នឹងតើត្រូវសិក្សាយ៉ាងម៉េចយើងត្រូវសិក្សាអំពីអ្វីដែលយើងទទួលបានអំពីការគោរពព្រះនោះព្រះសម្មាសម្ពុទ្ធបង្រៀនសាវករបស់ព្រះអង្គក៏ព្រះអង្គបង្រៀនអំពីព្រះរបស់ខ្លួនដែរព្រះអង្គបង្រៀនព្រះរបស់ខ្លួនគឺម៉ែឪនេះឯងមានអត់មានពាក្យថាព្រះគឺជាសាធារណៈពាក្យបងព្រះបាលីហៅថាវរៈប៉ុន្តែគេផ្លាស់ពោទៅជាផ្លាស់វោទៅជាពោហើយតម្រួតលើគ្នាទៅវាមានឆ្លងពីសំស្ក្រឹតមកព្រះប្រែថាបុគ្គលប្រសើរសូម្បីមនុស្សក៏គេហៅព្រះដូចជាព្រះសមត្ថិទេពព្រះរាជាអញ្ចឹងពាក្យថាព្រះគឺជាសាធារណៈពាក្យគឺគេឲ្យនាមចំពោះអ្វីដែលគេគិតថាប្រសើរព្រះអាទិត្យព្រះច័ន្ទព្រះគង្គាព្រះពាយព្រះស្អីមកសន្ធឹកចឹងទៅឃើញទេព្រះអង្គាអានឹងស្រេចគេសន្មត់ថាជាព្រះថាជារបស់ប្រសើររបស់គេប៉ុន្តែអ្វីដែលគេលើកយកមកថាជា God oh my God គេចង់សំដៅទៅលើ creator អ្នកដែលបង្កើតអ្វីអញ្ចឹងណាឥឡូវយើងសិក្សាអំពីសាសនាដែលយល់ថាព្រះជាអ្នកបង្កើតមិនមែនមានតែសាសនាមួយទេព្រះព្រហ្មមានអ្នកបង្កើតផ្សេងមានអ្នកថែរក្សាផ្សេងមានអ្នកកំទេចផ្សេងមានព្រះ3នៅក្នុងព្រហ្មញ្ញសាសនាណាមានព្រះព្រហ្មជាអ្នកបង្កើតព្រះវិស្ណុជាអ្នកការពារសិវៈជាអ្នកបំផ្លាញនៅក្នុងយេស៊ូវាមានយេហូវ៉ាស្អីជាអ្នកបង្កើតមានអរិយសាតាំងជាអ្នកប្រឆាំងអីចឹងទៅហើយដល់អញ្ចឹងទៅក្នុងអ្នកដែលជឿទៅលើ creator ហ្នឹងយល់ថាមានតែព្រះរបស់ខ្លួនឯងទេជាអ្នកបង្កើតពិតប្រាកដនេះគឺជាការយល់របស់អ្នកជឿសាសនាប៉ុន្តែសួរថាយើងឲ្យគេខុសគេព្រមទេមិនព្រមទេមនុស្សតែកាលណាជឿអីតែងតែយល់ថាត្រូវមែនទេមនុស្សតែកាលណាជឿអីគឺតែងតែយល់ថាត្រូវអញ្ចឹងហើយបានជានៅក្នុងសង្គមអ្នកដើរតាមព្រះសម្មាសម្ពុទ្ធ
ព្រះអង្គមិនឲ្យយកការជឿជាសំខាន់ទេព្រះអង្គត្រូវឲ្យស្វែងយល់សិនអញ្ចឹងណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីបុគ្គលដែលអន់នៅក្នុងលោកមាន4ទី1បុគ្គលឆាប់ជឿបុគ្គលឆាប់ជឿនឹងមិនមែនមនុស្សល្អទេមិនមែនជាមនុស្សប្រសើរទេមនុស្សដែលឆាប់ជឿទី2មនុស្សល្ងងណាទី3មើងងាយព្រោះការនៅរួមទី4មើងងាយព្រោះការស្និទ្ធស្នាលប៉ុន្តែសំខាន់អ្នកជឿងាយមើលពេលដែលព្រះអង្គទៅប្រោសឧរវេលកសបៈព្រះអង្គព្យាយាមប្រើនៅរិទ្ធបដិហានឹងអស់3000បដិហា1500 3500បាទមនុស្សនឹងមិនងាយជឿសោះប៉ុន្តែព្រះអង្គនៅតែព្យាយាមពីព្រោះមនុស្សនឹងកាលណាតែកាលណាគាត់យល់ត្រូវគឺត្រូវតែម្ដងព្រះអង្គព្យាយាមស្គៀលយកបុគ្គលបែបហ្នឹងគឺមនុស្សដែលប្រាប់អីមិនងាយជឿទេប៉ុន្តែបើគាត់យល់អីច្បាស់គាត់ជឿនឹងតែមិនទទួលយកនៅអ្វីដែលមិនទាន់ច្បាស់មានគេសួរដែរសួរព្រះអង្គពេលដែលព្រះអង្គចិត្តបរិនិព្វានណាមានសុផតតៈមកសួរថាបបិទ្ធព្រះអង្គដល់ចម្រើនសពថ្ងៃហ្នឹងមិនមែនសពថ្ងៃឥឡូវហ្នឹងគឺស្នក់សពថ្ងៃសម័យនោះមានសាសនាជាច្រើនមានគ្រូជាច្រើនតែងតែបង្រៀនថាមានតែវាទៈនេះទេដែលល្អលទ្ធិនេះទេដែលល្អអ្នកណាមិនដើរតាមលទ្ធិហ្នឹងគឺមិនរួចផុតទុក្ខទេគឺមិនបានរួចផុតទុក្ខទេហើយម្នាក់លើកពីវាទៈរបស់ខ្លួនឯងហើយក៏ប្រកួតប្រជែងដោយសម្ដីឃើញទេម្នាក់ថាសាសនាគេល្អម្នាក់ទៀតសាសនាគេល្អមិនមែនឥឡូវនេះទេកាលនោះក៏អញ្ចឹងដែរហ្នឹងហើយយើងលើកមិញថាឥឡូវហ្នឹងប៉ុន្តែរឿងហ្នឹងតាំងពីសម័យព្រះអង្គម៉េះចុះសាសនាព្រះអង្គវិញយ៉ាងម៉េចដែរគេសួរអញ្ចឹងណាពីព្រោះសាសនាដទៃគេថាមានតែនេះទេល្អមានតែនេះទេល្អនោះមិនល្អនេះល្អនោះមិនល្អបានព្រះសម្មាសម្ពុទ្ធសម្ដែងថាមនាលសុផតតៈប្រសិនបើយើងនៅចាំបាច់វែកញែកថាសាសនាណាត្រូវសាសនាណាខុសយើងវែកញែកមួយជីវិតទៀតក៏វាមិនអស់សាសនាដែលយើងត្រូវវែកញែកដែរក៏ប៉ុន្តែអ្នកគ្រាន់តែសង្កេតមើលថានៅក្នុងសាសនាណាក៏ដោយអ្នកកុំយកផ្លាកសាសនាមកដាក់ពីមុខអ្នកគ្រាន់តែសិក្សាឲ្យឃើញថាបើអរិយមគ្គមាននៅក្នុងសាសនាណាសាសនានោះហើយជាសាសនាដែលត្រឹមត្រូវបើផ្លូវត្រូវវាមានក្នុងសាសនាណាការគិតត្រូវមាននៅក្នុងសាសនាណាការត្រេះរិះត្រូវសម្ដីត្រូវវាចាត្រូវការងារត្រូវព្យាយាមត្រូវហើយនឹងសេចក្តីរលឹកត្រូវការតម្កល់ចិត្តនឹងត្រូវហ្នឹងមាននៅក្នុងសាសនាណានៅក្នុងលទ្ធិណាលទ្ធិនោះហើយដែលត្រឹមត្រូវតែប្រសិនបើក្នុងលទ្ធិណាក៏ដោយមានគ្នាច្រើនប៉ុណ្ណាក៏ដោយបើគិតខុសដើរខុសគឺខុសហើយអញ្ចឹងតែគិតខុសដើរខុសគឺខុសហើយព្រះអង្គសម្ដែងចុងក្រោយថាអរិយមគ្គមានដរាបណាសមណៈទី1ក៏មានក្នុងដរាបនោះអរិយមគ្គមានដរាបណាសមណៈទី2ទី3ហ្នឹងគឺសំដៅដល់បុគ្គលដែលសម្រេចមគ្គផលនឹងឯងនឹងមួយទៅអញ្ចឹងលោកឲ្យមើលផ្លូវនៃសេចក្តីប្រតិបត្តិវិញថាតើមានវិធីសាស្ត្រក្នុងការប្រតិបត្តិទៅរកផ្លូវត្រូវដែរឬអត់ឬក៏ផ្ញើវាសនាលើអ្នកនេះលើនោះអញ្ចឹងព្រះអង្គឲ្យឥទ្ធិភាពទៅលើមនុស្សយើងឲ្យយើងពិចារណាមួយទៀតរឿងមួយទៀតគេសួររឿងហ្នឹងដែរនៅក្នុងកាលាមសូត្រក្នុងបេដកលេខ41ហ្នឹងស្ដេចកាលាមក្សត្រមកសួរព្រះអង្គរឿងហ្នឹងអំបញ្ញមិញនេះព្រះអង្គដែលអាត្មាលើកមកហ្នឹងដោយសារព្រះអង្គមិនមានពេលពយល់យូរព្រោះព្រះអង្គចិត្តបរិនិព្វានណាអញ្ចឹងគ្រាន់តែឲ្យមើលថាបើសិនជាមានផ្លូវត្រូវនៅក្នុងសាសនាណាគឺសាសនានឹងហើយដែលត្រូវមួយទៀតពេលដែលកាលាមក្សត្រទៅសួរព្រះអង្គបបិទ្ធព្រះអង្គដែលចម្រើនគ្រប់សាសនាទាំងអស់តែងតែបបួលខ្ញុំព្រះអង្គនឹងឲ្យជឿសាសនាគេទៅព្រោះមានតែសាសនានេះហើយដែលជាម្ចាស់លោកនេះអីត្រឹមត្រូវចុះសាសនាព្រះអង្គវិញយ៉ាងម៉េចដែរព្រះអង្គមិនបានប្រាប់ថាអ្នកឯងលះបង់សាសនាដទៃមកចូលសាសនាយើងមកអត់ដែលនិយាយពាក្យហ្នឹងឯងព្រះសម្មាសម្ពុទ្ធគ្រប់ការសម្ដែងធម៌គ្រាន់តែពន្យល់ឲ្យមនុស្សយល់ត្រូវមិនដែលគៀងគោឲ្យមកកាន់លទ្ធិរបស់ព្រះអង្គទេបានព្រះអង្គថាម៉េចអ្នកទាំងឡាយកុំជឿចាស់ទុំរបស់អ្នកទាំងឡាយកុំជឿគម្ពីរដីកាអ្នកទាំងឡាយកុំជឿថានេះជាគ្រូរបស់អ្នកទាំងឡាយកុំជឿថានេះជាសាស្តារបស់អ្នកទាំងឡាយកុំជឿពាក្យបរមបរាអ្នកទាំងឡាយកុំជឿ
cầm nứt đầy con tệ tre đi cho bao dục tai nẹt tầng lái trâu picharana đòi là on roll pe sầm đây nơi ca bồng riêng tầng nẹt trâu tệ cục cruồng nơi ca bồng riêng tầng nẹt trâu tệ sắc xa ở trăm tầng công bơ nghề tụ bây giờ sa na tệ đó kinh vậy ấy con nẹt trâu đập con té trâu vô máu picharana sần cái này person bà pe tầng nữa ai chia mê riêng sập rạp nẹtประกอบដោយប្រយោជន៍ទាំងពីរគឺប្រយោជន៍ខ្លួនឯងផងប្រយោជន៍អ្នកដទៃផងប្រយោជន៍លោកនេះផងប្រយោជន៍លោកដទៃផងអ្នកទាំងឡាយចូលប្រតិបត្តិយកចោះអ្នកកុំគិតផ្លាក់សាសនាអញ្ចឹងប៉ុន្តែបើពាក្យនោះទោះបីវាមានយូរមកហើយក៏ដោយតែវាអត់ប្រព្រឹត្តទៅជាប្រយោជន៍វាកាត់បង់នៅប្រយោជន៍ទាំងពីរប្រយោជន៍ខ្លួនឯងប្រយោជន៍អ្នកដទៃប្រយោជន៍សម្រាប់លោកនេះនិងប្រយោជន៍លោកខាងមុខអ្នកទាំងឡាយត្រូវតែលះបង់ចោលដោយគេជុះចោលដោយមិនស្ដាយអញ្ចឹងនឹងអញ្ចឹងព្រះអង្គប្រាប់អញ្ចឹងមកសួរថាបើសិនជាព្រះអង្គថាណែមានតែសាសនាតថាគតទេត្រូវគេព្រមទេគេមិនព្រមទេអញ្ចឹងព្រះអង្គឲ្យអតិភិបទៅលើមនុស្សឲ្យមនុស្សយកទៅពិចារណានឹងជាចម្លើយរបស់ព្រះពុទ្ធមិនមែនចម្លើយរបស់អាត្មាទេណាយល់ទេហ្នឹងមែនតើអញ្ចឹងមិនណាសូមមែនភាសាថាចង់មិនអីប្រគុណវៃញែកឲ្យច្បាស់លាស់រឿងហ្នឹងហើយបានច្បាស់ហើយបាទសាធុចឹងមនុស្សវត្ថុជនសងថ្ងៃកំពុងតែមានការពិតបកតិគ្នាហ្នឹងរឿងសាសនានេះខ្ញុំកណាជឿសាសនាយើងតាំងពីកុងម៉ាតាដូនមកស្ដាប់ខាងសាសនាយេស៊ូដូចជាសាសនាវកសាសនាចេះតែគេថាវ័យបហាដូចសាសនាយើងអីចឹងធ្លាប់កាន់ចឹងណាហើយម្ល៉េះហើយមនុស្សតូចជនរងៃគឺអញ្ចឹងឯងបាទសាធុខ្មែរយើងខ្លាំងទៅចូលសាសនាគេក៏វ័យបហាសាសនាយើងអញ្ចឹងធម្មតាទេព្រោះនឹងគឺកាលណាបើមិនយល់ដូចខ្មែរសំដែងម្សិលមិញអញ្ចឹងញោមម្នាក់គាត់សួរថាតើព្រះពុទ្ធសាសនារុងរឿងដោយរឿងអីមានអីចំពោះតាមនឹងហើយធ្វើយ៉ាងណាដើម្បីឲ្យព្រះពុទ្ធសាសនារីចម្រើនមកប្រៀបធៀបថាដើម្បីស្គាល់មនុស្សម្នាក់ឧទាហរណ៍ចាំមិនបាច់លើកទៅដល់ព្រះសម្មាសម្ពុទ្ធទេឧទាហរណ៍ថាយើងស្គាល់តម្លៃអ្នកប្រាជ្ញម្នាក់ឧទាហរណ៍ដោយលោក Einstein ចុះ Einstein ដែលគាត់រកបរមាណូឃើញណាអញ្ចឹងវាទល់តែមនុស្សអ្នកវិទ្យាសាស្ត្រហ្នឹងបានយករូបមន្តរបស់គាត់ហ្នឹងយកមកពិសោធន៍ហើយអាចប្រើការបានទើបគេលើកគាត់ជាមនុស្សអស្ចារ្យឬក៏ដូចជាសម្ដេចព្រះសង្ឃរាជជួនណាតដែលលោកជាបិតាអក្សរសាស្ត្រខ្មែរអញ្ចឹងវាទល់តែស្នាដៃរបស់លោកហ្នឹងត្រូវសង្គមខ្មែរយកមកប្រើប្រាស់ទើបយើងដឹងថាលោកជាអ្នកប្រាជ្ញមែនប្រសិនបើយើងគ្រាន់តែល្បីតគ្នាថាលោកជាអ្នកប្រាជ្ញប៉ុន្តែយើងមិនដែលបានទទួលឥទ្ធិពលអីសោះចំណេះដឹងអីទុយមិនបានទទួលសោះគ្រាន់តែដាក់រូបថតអីធម្មតាទីបំផុតគេថាចេះស្អីលោកគេគ្រាន់និយាយអញ្ចឹងក៏យើងអាចសង្ស័យដែរមិនដឹងចេះស្អីមែននោះដោយប្រពុតអញ្ចឹងថាត្រាស់ដឹងស្អីបើយើងអត់ចេះនៅធัวដែលព្រះអង្គត្រាស់ដឹងនឹងទេគេងាយនឹងប្រាប់មកថាវាអត់ប្រយោជន៍អត់ប្រយោជន៍តាមគេនឹងប៉ុន្តែប្រសិនបើយើងសិក្សានៅអ្វីដែលព្រះអង្គត្រាស់ដឹងហើយថ្មមិនតាន់បានឃើញសូម្បីតែម្នាក់អ្នកដែលចេះនៅទ្រឹស្ដីបត់ពិតប្រកបនៃការត្រាស់ដឹងរបស់ព្រះអង្គហើយអាចងាកទៅរកសាសនាដទៃអត់មានវាមានតែអ្នកកាន់តាមម៉ែតាមឪទេដែលអាចយូរទៅគេបវល់ចេះចោះទៅតាមគេដោយសារអីវាមិនយល់នៅអ្វីដែលយើងកំពុងមានពិតប្រកបនេះតាមខ្មែរសង្កេតមើលដូចអ្នកប្រាជ្ញទាំងឡាយដែលយើងស្គាល់អញ្ចឹងបើសិនជាយើងបានទទួលនៅពុទ្ធិពីលោកដូចជាសម្ដេចព្រះសង្ឃរាជអញ្ចឹងខ្មែរស្ដាប់ទាំងអក្សរសាស្ត្រលោកពន្យល់ហើយបានមើលសភៅរបស់លោកហើយបានប្រើប្រាស់វចនានុក្រមហើយនរណាមកតេះដៀលថាសម្ដេចសង្ឃរាជជួនណាតអត់ចេះយើងជឿដែរមិនជឿទេពីព្រោះយើងបានទទួលយ៉ាងណាមិញដូចជាព្រះសម្មាសម្ពុទ្ធចឹងទោះបីបើគ្រាន់តែយើងគ្រាន់តែថ្វាយបង្គំតាមម៉ែតាមឪប៉ុណ្ណឹងសទ្ធាមិនរឹងមាំទេតែប្រសិនបើយើងបានដឹងនៅអ្វីដែលជាធម្មជាតិដែលព្រះអង្គត្រាស់ដឹងហើយអានឹងពិបាកអ្នកកោះហើយយើងមិនអាចបន្ទោសបានទេវាជាសិទ្ធិសេរីភាពរបស់អ្នកជឿសូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គមិនទាមទារថាអ្នកត្រូវតែកាន់សាសនាតថាគតព្រះអង្គមិនទាមទារទេបើអ្នកនៅទាំងមិនយល់ទៅក៏បានដែរយល់ទេដូច
đôi vẹn cả lị màu chẳng vẹn cả lị búa ọt răng riêng ấy một búa cũng coi mơ một bóng búa bóng xa nữa vì nơi bà sọ bà bạn nơi chuyện chẳng búa nó mà ngay mơ tờ mục tìm phật bóng thà tất thôi chênh nè ai mà mơ mục tật thà cuột năng biênประโยชน์ấy miềnประโยชน์ấy mà mơ riêng cái soiរបស់តថាគតដេញទៅវគ្គលិចេញជាការសម្ដែងថាប្រសិនបើមិនបានយល់នៅធម៌របស់ព្រះអង្គទេទោះបីមកចាប់ជាជីវរព្រះអង្គទោះបីមកអោបព្រះអង្គគ្មានប្រយោជន៍យោធម្មំបសតិសមំបសតិព្រះអង្គថាអ្នកណាឃើញធម៌អ្នកនឹងឈ្មោះថាឃើញតថាគតអ្នកណាឃើញតថាគតទួលតែឃើញធម៌ដោយពាក្យសាមញ្ញដែលអាត្មានិយាយថាស្រឡាញ់មនុស្សម្នាក់បើយើងស្រឡាញ់ត្រឹមតែរូបរាងកាយវាមិនយូរអង្វែងទេវាទល់តែយល់ដល់ចិត្តដល់អធិស្ឋានរបស់គេអានឹងទៅយូរអង្វែងជាងមែនទេចឹងមែនទេហ្នឹងហើយទោះបីជាវាត្រូវតែអញ្ចឹងអាត្មាមើលទៅថាខ្មែរយើងត្រូវតែចូលទៅឆើចចូលទៅអីចឹងទៅពីព្រោះអីមិនមែនថាខុសនឹងទល់តែចេញពីពុទ្ធសាសនាទៅកាន់សាសនាដទៃទេសូម្បីតែកាន់ពុទ្ធសាសនានឹងទៅហើយក៏ដោយក៏មិនប្រកាសថាត្រូវដែរណាញាតិញោមសូម្បីតែនៅក្នុងពុទ្ធសាសនានឹងហើយក៏ដោយក៏មិនប្រកាសថាត្រឹមត្រូវដែរណែបើមនុស្សឈប់កាន់ពុទ្ធសាសនាទៅកាន់សាសនាដទៃតែម្ដងមិនមែនជាអ្នកបំផ្លាញពុទ្ធសាសនាទេណាអ្នកដែលបំផ្លាញពុទ្ធសាសនាពិតប្រាកដគឺកាន់ផ្លាកជាអ្នកកាន់ពុទ្ធសាសនាហើយដើរផ្ទុយអំពីអ្វីដែលព្រះអង្គបង្រៀនទៅជាអ្នកបំផ្លាញពុទ្ធសាសនាយល់ទេបើគេថាឥឡូវឈប់កាន់ពុទ្ធសាសនាខ្ញុំទៅកាន់សាសនាដទៃអូខេអត់អីទេពីព្រោះគេបានប្រាប់ថាគេអត់ជឿទៀតទេគេអត់កាន់ទៀតទេនេះមិនបានបំផ្លាញពុទ្ធសាសនាទេប៉ុន្តែអ្នកដែលបំផ្លាញពុទ្ធសាសនាគឺពាក្យផ្លាកជាអ្នកកាន់ពុទ្ធសាសនាហើយដើរផ្ទុយអំពីពុទ្ធសាសនាទៅជាគ្រោះថ្នាក់របស់ពុទ្ធសាសនាចឹងមែនទេព្រោះព្រះអង្គសម្ដែងឲ្យថាសាសនារបស់តថាគតរុងរឿងក៏ដោយរីកចម្រើនក៏ដោយសារតែកូនចៅរបស់តថាគតសម្លឆ្ងាញ់ដោយសារគ្រឿងម៉ែឪរុងរឿងដោយសារកូនមិនចឹងហ្នឹងហើយពុទ្ធសាសនារុងរឿងក៏ដោយសារតែពុទ្ធបរិ